សួនច្បារមរតកតេជោកំពុងតែមមាញឹកក្នុងការកសាងនិងជាសមិទ្ធផលដ៏ធំមួយនៅក្នុងខេត្តប៉ៃលិនសួនច្បារមរតកតេជោស្ថិតនៅអមសងខាងដងស្ទឹងប៉ៃលិនប្រវែងជិត2គីឡូម៉ែត្រចាប់ពីស្ពានតារៀបផ្លូវជាតិលេខ57ក្នុងភូមិទូលវាសង្កាត់ទូលវាក្រុងប៉ៃលិនរហូតដល់ស្ពានសន្តិភាពអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែនស្ថិតក្នុងភូមិកង្កោកឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនការប្រសិទ្ធនាមសួនច្បារថ្មីនេះថាសួនច្បារមរតកតេជោគឺដើម្បីរំលឹកដល់គុណបំណាច់ដ៏ថ្លៃថ្លានៃនយោបាយឈ្នះឈ្នះនិងស្ថាបនិកឯកនយោបាយឈ្នះឈ្នះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបាននាំមកនូវសុខសន្តិភាពជូនប្រជាជនកម្ពុជានៅទូទាំងប្រទេសពិសេសគឺខេត្តប៉ៃលិនដែលធ្លាប់ជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុកមួយបានបង្កការលំបាកវេទនាការស្លាប់បាត់បង់ជីវិតរបស់កងទ័ពនិងប្រជាជនគួរឲ្យសោកសង្រេងសួនច្បារមរតកតេជោមានទីតាំងនៅប្របមាត់ស្ទឹងប៉ៃលិនដែលមានទឹកថ្លាឆ្វេងហូរចុះពីជួរភ្នំខៀវខួបប្រាំងខួបវស្សាដើមឈើច័ន្ទគិរីធំធំដុះប្របមាត់ស្ទឹងបង្កើតបានជាម្លប់យ៉ាងត្រឈឹងត្រឈៃបូករួមនឹងការរចនាប្លង់សួនច្បារដ៏ល្អឯកមានផ្លូវធ្វើដំណើរមានទីធ្លាការ៉ូឡាសម្រាប់ការហាត់កីឡាការលេងកម្សាន្តផ្លូវដើរការ៉ូឡាសម្រាប់ដើរកម្សាន្តសួនច្បារដាំផ្កាដាំស្មៅបៃតងយ៉ាងស្រស់ស្អាតបង្កើតបរិយាកាសដ៏សែនមនោរម្យសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងឡាយនៅពេលសួនច្បារមរតកតេជោសម្រេចបានការកសាងចប់រួចរាល់និងបង្កើនសោភ័ណភាពដ៏ស្រស់ស្អាតសម្រាប់ខេត្តប៉ៃលិនជាគោលដៅទេសចរដ៏មានសក្តានុពលនិងជាការលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋព្រមទាំងការរស់នៅប្រកបដោយភាពស្រស់បំព្រងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខេត្តប៉ៃលិនប្រជាពលរដ្ឋខេត្តប៉ៃលិនបានបង្ហាញការរីករាយចំពោះសមិទ្ធផលថ្មីនៃសួនច្បារមរតកតេជោនិងបានថ្លែងអំណរគុណដល់សម្ដេចតេជោហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ីឈៀននិងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនដែលបានយកចិត្តទុកដាក់ក្នុងការកសាងសួនច្បារមរតកតេជោនេះឡើងខ្ញុំអ្នកភូមិចំការកាហ្វេសង្កាត់ទូលវាក្រុងប៉ៃលិនខេត្តប៉ៃលិនចាហើយនាងខ្ញុំឈ្មោះតាផាវសួនដល់ពេលធ្វើទៅមានប្រជាជនមកលេងច្រើនកកមានទាំងបងប្អូនយើងមកហាត់ប្រាណអញ្ចឹងណាបងចាហើយដល់ពេលអញ្ចឹងក៏បានប្រជាពលរដ្ឋយើងច្រើនកកជាងមុនក្នុងខេត្តយើងណាបងនាងខ្ញុំសូមអរគុណដល់សម្ដេចពុកនិងសម្ដេចម៉ែហើយជាពិសេសអភិបាលខេត្តប៉ៃលិនអ្នកលោកជំទាវបានស្រីមុំនិងគាត់បានធ្វើស្ដារធ្វើសួននេះឡើងនាងខ្ញុំមានក្តីរីករាយរំភើបមែនទែនចានាងខ្ញុំឈ្មោះច័ន្ទករមជាប្រជាពលរដ្ឋរស់នៅភូមិកង្កោកឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមានការសប្បាយរីករាយខ្លាំងដែលបានបង្កើតសួនមរតកតេជោនៅក្នុងទឹកដីប៉ៃលិនតាមរបដងស្ទឹងប៉ៃលិនធ្វើឲ្យពួកខ្ញុំនេះបានចូលរួមមហាត់ប្រាណជុំគ្នាពេលល្ងាចឡើងមកជុំគ្នាមុនពួកខ្ញុំដើរខ្លះបានដើរទៅខ្លះក៏អត់ទៅដល់ពេលមានសួននេះពួកខ្ញុំបានណាត់ជួបជុំគ្នាមកហាត់ប្រាណនៅទីនេះនាងខ្ញុំសូមគោរពថ្លែងអំណរគុណដល់លោកជំទាវបានស្រីមុំដែលគាត់បានអភិវឌ្ឍខេត្តប៉ៃលិនល្អប្រសើរនិយាយទៅល្អគ្រប់ចន្លោះគ្រប់កន្លែងខ្ញុំឈ្មោះប៊ុនគឹងហេងនៅខ្ញុំមកពីភូមិអូបេងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនខ្ញុំមានចំណាប់អារម្មណ៍សប្បាយហើយអបអរសាទរនឹងរាជរដ្ឋាភិបាលពិសេសសម្ដេចតេជោនិងសម្ដេចធិបតីពិសេសលោកជំទាវបណ្ឌិតបានស្រីមុំដែលគាត់បានខិតខំបង្កើតនៅសួនចូលសន្តិភាពនេះខ្ញុំសូមអរគុណដល់សម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតបានស្រីមុំដែលបានខិតខំ
កសាងកន្លែងនេះដើម្បីពួកខ្ញុំមានទីធ្លាហាត់ប្រាណដើម្បីសុខភាពចា៎ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7នៃរដ្ឋសភាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនប្រជាពលរដ្ឋរស់នៅដោយសុខសាន្តមានភាពសុខដុមរមនានិងមានជីវភាពសម្បូរធូរធារសួនច្បារមរតកតេជោគឺជានិមិត្តរូបនៃសន្តិភាពយូរអង្វែងសម្រាប់ប្រជាជាតិនិងប្រជាជនកម្ពុជា។